បើកម្របឆ្នាំងខ្វាច់មកឃើញថាមកជូរគ្រឿងក្បាលត្រីប្រារបស់យើងនេះឈ្ងុយខ្លាំងណាស់ពិតជាទំនងគួរចង់ទទួលទានខ្លាំងមែនទេណាសាច់ក្បាលត្រីប្រារបស់យើងមានសាច់ខ្លាញ់តិចហើយមានសាច់ក្បាលញ៉ាំទៅតានីថាឆ្ងាញ់មែនតែម្ដងជាមួយនឹងសម្លមកជូរគ្រឿងក្បាលត្រីប្រារបស់យើងនេះហើយក្បាលត្រីប្រាទៀតសោះបងណាបើសិនជាក្បាលត្រីប្រាធំណាយើងស្លទៅគឺរសជាតិហ្នឹងគឺឆ្ងាញ់អាក្បាលត្រីប្រាទុយនេះក៏ឆ្ងាញ់ដែរគាត់ថាអាធំវាញ៉ាំទៅវាពេញមាត់ជាងបងយើងបាទមានសាច់ច្រើនជាងអាក្បាលត្រីប្រាទុយហើយបើសិនជាបងប្អូនទិញក្បាលត្រីប្រាបានធំគឺល្អមែនតែនតែចែកដល់នេះខ្ញុំថ្ងៃនេះទិញក្បាលត្រីប្រាចង់បែងទួចណារាល់ដងទិញបានធំហើយក្បាលត្រីប្រារបស់យើងទៀតសោតបើសិនណាជាបងប្អូនសម្អាតក្បាលត្រីប្រារបស់យើងនេះមិនបានស្អាតទេគឺពិតជាធំក្លិនឆ្អាបមែនតែនមើលបងណាបាទយើងសម្លក្ខណៈថាសម្អាតធម្មតាអញ្ចឹងណាចាំបាច់តែអំបិលធម្មតាណាបើសិនជាចង់សម្អាតឲ្យបានស្អាតយើងចាំបាច់អំបិលផងយើងលាងពី3ទឹកហើយលាងជាមួយក្រូចឆ្មាអញ្ចឹងណាដើម្បីឲ្យវាកាត់អីជាមួយនឹងក្បាលត្រីប្រារបស់យើងនេះទៅដើម្បីឲ្យបាត់ក្លិនឆ្អាបល្អអញ្ចឹងយើងព្យាយាមសម្អាតបន្តិចព្រោះក្បាលត្រីប្រាវាឆ្អាបខ្លាំងមែនតើអញ្ចឹងយើងសម្អាតឲ្យច្រើនទឹកច្រើនដងចំបាច់លាងសម្អាតទៅមិនអស់អំអិលគឺតានីថាក្បាលត្រីប្រាបងប្អូនហ្នឹងពេលដែលស្លមកជូរគ្រឿងនេះទៅគឺរសជាតិឆ្ងាញ់ហើយមិនមានក្លិនឆ្អាបទៀតតានីថាពិសេសតែម្ដងអញ្ចឹងគ្រឿងផ្សំក្បាលត្រីប្រារបស់យើងក៏មិនជាវែងឆ្ងាយបាទច្រើនដែរយើងមានក្បាលត្រីប្រាសម្អាតឲ្យបានស្អាតជាមួយអំអិលមកយើងមានគ្រឿងផ្សំបន្តិចបន្តួចបាទគ្រឿងទេសរបស់យើងហ្នឹងគឺទទួលបានបាទសម្លមួយឆ្នាំងជាមួយនឹងសម្លគ្រឿងក្បាលត្រីប្រាបាទសម្លគ្រឿងមិនសម្លមកជូរគ្រឿងក្បាលត្រីប្រារបស់យើងហ្នឹងអញ្ចឹងគ្រឿងផ្សំរៀបរាប់ហើយបាទរៀបចំហើយរៀបរាប់ហើយគ្រឿងផ្សំរៀបចំហើយយើងចាប់ដើមធ្វើការបាទកម្លៅជាមួយនឹងម្ទេសហឹលបងប្អូនណាសំទោសម្ទេសម៉ត់បងប្អូនណាបើសិនជាបងប្អូនមិនដាក់អាហ្នឹងក៏បានដែរម្ទេសក្រហមហ្នឹងណាតែបើដាក់យកពណ៌គឺស្អាតមែនតើបាទពណ៌ស្អាតហើយរសជាតិក៏វាឆ្ងាញ់តាមហ្នឹងដែរហើយតោះមកយើងដាក់ជាមួយគ្រឿងរបស់យើងណាគ្រឿងទេសនេះយើងបុកក៏បានយើងកិនក៏បានដែរប៉ុន្តែគ្រឿងនេះខ្ញុំកិនអញ្ចឹងវាមានទឹកដោយសារដាក់កិនទៅវាដាក់ប្រើទឹកធ្វើឲ្យកិនទៅស្រួលអញ្ចឹងណាបើបុកវាលាក់ស្ងួតឈ្ងុយជាងហ្នឹងអញ្ចឹងបន្ទាប់ពីយើងបាទកម្លោចគ្រឿងរបស់យើងបានឈ្ងុយហើយដាក់ប្រហុកចូលមកបន្ទាប់ដាក់ប្រហុកចូលហើយឃើញថាគ្រឿងរបស់យើងឈ្ងុយជាមួយប្រហុកហើយបងប្អូនយើងកម្រងចាំយូរហើយដាក់ជាមួយក្បាលត្រីបាទក្បាលត្រីប្រារបស់យើងហ្នឹងចូលមកក្នុងឆ្នាំងសម្លរបស់យើងហ្នឹងមកបន្ទាប់មកយើងច្របល់ក្បាលត្រីប្រារបស់យើងហ្នឹងឲ្យបានសព្វជាមួយគ្រឿងទេសរបស់យើងហ្នឹងមកបងណាបាទមិនជាប្របាក់ទេអញ្ចឹងក្បាលត្រីប្រារបស់យើងនេះក៏វាមិនជាយូរឆ្អិនដែរបងណាបាទមកសបកបាទមើលតាមមកឆ្អិនទៅគឺអាចបាទញ៉ាំបានហើយអញ្ចឹងបន្ទាប់ពីឃើញថាយើងច្របល់គ្រឿងផ្សំរបស់យើងជាមួយក្បាលត្រីប្រាហើយបងប្អូនយើងបើចង់ឲ្យក្បាលត្រីប្រារបស់យើងឆាប់ឆ្អិនណាដាក់ទឹកក្តៅបងប្អូនណាតែបើសិនណាគ្មានទឹកក្តៅទេដាក់ទឹកជែកធម្មតាណាបន្ទាប់មកយើងដាក់ជាមួយនឹងគ្រឿងផ្សំរបស់យើងមានស្ករប៊ីចេងទាំងឯងបាទអញ្ចឹងបើសិនជាចង់ឲ្យក្បាលត្រីប្រាសម្លម្ជូរគ្រឿងក្បាលត្រីប្រារបស់យើងនេះរសជាតិបាទជូរដិតល្អយើងធ្វើការបង់ជាមួយម្ជូរអំពិលខ្ចីរបស់យើងមកបាទត្រួយអំពិលណាច្រឡំអំពិលខ្ចីអំពិលនេះគ្នាគ្រាន់តែមួយត្រួយអំពិលមួយអំពិលខ្ចីអញ្ចឹងនៅពេលដែលយើងបង់ម្ជូររបស់យើងរួចរាល់ហើយរងចាំឲ្យក្បាលត្រីប្រារបស់យើងមកឆ្អិនណាបងប្អូនណាបាទមកអំពុះឬក៏ពីអំពុះធ្វើម៉េចមកឃើញថាក្បាលត្រីប្រារបស់យើងឆ្អិនចឹងបន្ទាប់ពីឃើញថាក្បាលត្រីប្រារបស់យើងបានឆ្អិនហើយឈ្ងុយបាទគ្រឿងពេញតែប្រទេសហើយបន្តពីនេះបងប្អូនយើងកម្រងចាំយូរហើយបងជាមួយនឹងស្លឹកកន្ទ្រោបដែលយើងបានត្រៀមរួចរាល់ហ្នឹងដាក់មកក្នុងសម្លម្ជូរគ្រឿងក្បាលត្រីប្រារបស់យើងនេះមកដល់បងខ្លះហៅស្លឹកឆ្អេះស្លឹកហ្នឹងណាបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមិនចូលចិត្តស្លឹកកន្ទ្រោបទេបាទមិនចូលចិត្តក្លិនទេអាចដាក់ជាមួយនឹងស្លឹកម្រះព្រៅក៏បានដែរទៅតាមចំណូលចិត្តបងប្អូនអញ្ចឹងណាបាទនេះស្រេចទៅលើការសម្រេចចិត្តរបស់យើងបាទចូលចិត្តបាទស្លឹកមួយណាដាក់មួយហ្នឹងទៅហើយស្លឹកកន្ទ្រោបបើសិនជាស្លឹកចាស់យើងដាក់ជាមួយនឹងអាំងវាតិចណាអាំងវាឆ្អើវាទៅតែបើថាស្លឹកត្រួយខ្ចីមិនចាំឆ្អើទេបាទបងចូលមកក្នុងសម្លរបស់យើងហ្នឹងមកអញ្ចឹងសម្រាប់សម្លម្ជូរគ្រឿងក្បាលត្រីប្រារបស់ខ្ញុំនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាកុំភ្លេចជួយ follow page ម្នាក់មួយផងបងប្អូនយើងដើម្បីទទួលបានវីដេអូថ្មី